សួស្តីបងប្អូនមកជួបខ្ញុំហើយចាំទៀតហើយតើតើមើលកាតនេះណាតើអ្នកទាំងអស់គ្នានឹងទទួលបានក្តីស្រឡាញ់ពីអ្នកណាដែរឬអត់ក្នុងពេលនេះហើយបងប្អូនទាំងអស់គ្នាខ្ញុំអត់មានមើលកាតផ្ទាល់ខ្លួនទេបងប្អូនជាភាគច្រើនគឺឆាតមកខ្ញុំច្រើនមែនទែនតែម្ដងណាចំពោះគាត់សួរថាតើខ្ញុំមានមើលកាតផ្ទាល់ខ្លួនអត់ខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតគឺខ្ញុំអត់មានការមើលកាតផ្ទាល់ខ្លួនទេហើយការអានកាតរបស់ខ្ញុំនេះគឺ timeless reading ចឹងអត់មានការកំណត់ទេបងប្អូនឃើញពេលណាបើថាកាតនឹងមានអត្ថន័យចំពោះបងប្អូនពេលហ្នឹងឬក៏ប្រហែលដងក៏ដោយណាបានថាវាជាពេលវេលាមួយដែលចក្រវាលឬក៏ថតកាតបណ្ដាអ្នកទាំងអស់នេះឃើញបែបហ្នឹងជាពេលវេលាដែលអ្នកទាំងអស់នេះត្រូវដឹងលើនៅពេលហ្នឹងណាប៉ុន្តែបើគិតថាអត់ត្រូវទេអស់រំលងចាស់ឬក៏ share ចោលដើម្បីឲ្យមនុស្សដែលមានន័យចំពោះសារហ្នឹងបានឃើញណាអាចថាជាសារអ្នកផ្សេងមនុស្សជុំវិញខ្លួនយើងថាបានអត់មកថាតើអ្នកទាំងអស់គ្នានឹងទទួលបានក្តីស្រឡាញ់ពីអ្នកណាដែរឬអត់ក្នុងពេលនេះឬក៏មានអ្នកណាដែលគិតបែបណាចំពោះអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាខ្ញុំឃើញនៅក្នុងនេះគឺមានមនុស្សស្រីដែលជាមួយពស់អាចថាអ្នកទាំងអស់គ្នាមួយចំនួនកំពុងតែណាមានមនុស្សដែលកំពុងតែដេញតាមឬក៏មនុស្សដែលកំពុងតែប្រើប្រាស់អាចថាជាមនុស្សដែលជំនះអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងទីតាំងមួយដែលត្រូវបានមានគេឃ្លាំមើលមានគេចំណេញអាចថាមានមនុស្សដែលកំពុងតែចំណេញពាក់ព័ន្ធជាមួយនឹងគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹងគេឃើញអ្នកទាំងអស់គ្នាអាចថាជាមនុស្សដែលល្អជាងគេជាមនុស្សដែលពោពេញទៅដោយណាក្តីស្រឡាញ់ជាមនុស្សដែលជួបអ្វីដែលល្អជាងគេអាចថាជាមួយនឹងអ្នកមួយចំនួនកំពុងតែជួបនៅស្នេហាថ្មីជួបនៅការជួបជុំជួបនៅមនុស្សដែលខ្លួនឯងបើកចិត្តថានឹងទទួលយកហើយព្រមទាំងជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់អ្នកទាំងគ្នាអញ្ចឹងហើយទើបមានមនុស្សដែលចំណេញហើយមនុស្សដែលចំណេញអ្នកមួយចំនួននេះគឺអាចថាជាមនុស្សដែលចិត្តដិតណាជាមនុស្សក្បែរខ្លួនខ្ញុំគិតថាអាចថាជាសាច់ញាតិជាមិត្តភក្តិឬក៏មនុស្សដែលនៅក្បែរអ្នកបំផុតគេចំណេញចង់ថាអ្នកទាំងនេះជាមនុស្សដែលមានគ្រប់យ៉ាងវ៉ាវនេះអ្នកទាំងនេះខ្ញុំឃើញមិញនេះគឺក្នុងវិនាទី2:22បានន័យថា2:22ហើយនឹង3:33ទៀតអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមួយចំនួនតែងតែឃើញលេខ2:22 3:33ក៏ថាបានបើសិនជាអ្នកទាំងអស់គ្នាឃើញសូមកុំភ្លេច comment នៅខាងក្រោមនឹងខ្ញុំដឹងផងណាវាអាចថាជាសារមួយពីចក្រវាលមកដល់អ្នកទាំងអស់គ្នាជាសារមកដល់អ្នកទាំងអស់គ្នានៅពេលនេះណាសម្រាប់សារ2:22នេះគឺវាប្រៀបដូចជាស្នេហាពាក់ព័ន្ធជាមួយនឹងណាអ្នកទាំងអស់គ្នានឹងទទួលបាននៅចម្លើយប៉ុន្តែវាស្នេហាហ្នឹង yes គឺមានអ្នកទាំងអស់គ្នានឹងទទួលបាននៅក្តីស្រឡាញ់ពីនរណាម្នាក់ដែលខ្ញុំកំពុងតែអាននេះគឺ will you get love អញ្ចឹង yes អញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានទៅតាមការបួងសួងរបស់អ្នកទាំងអស់គ្នាចូលអ្នកទាំងអស់គ្នាបើក space សម្រាប់ខ្លួនឯងដើម្បីខ្លួនឯងពិសេសគឺបើក space បើកចិត្តចេះស្រឡាញ់ខ្លួនឯងនោះហើយអ្នកដទៃក៏ចេះស្រឡាញ់អ្នកទាំងអស់គ្នាដែរណាចេះអត់ធ្មត់អញ្ចឹងចក្រវាលកំពុងតែវិលជំនួយខ្លួនអ្នកទាំងអស់គ្នាពំនាំនៅអ្វីដែលអ្នកទាំងអស់គ្នាចង់បានមកឲ្យអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចណាបើឃើញ2:22ហើយក៏3:33ហ្នឹងមិននឹងខ្ញុំឃើញ3:33 2ដងណាឬក៏អ្នកទាំងអស់គ្នាហ្នឹងតែងតែឃើញលេខហ្នឹងកុំភ្លេច comment ឲ្យខ្ញុំដឹងផងណាវាបានន័យថាអ្នកទាំងអស់គ្នាគឺកំពុងតែនៅក្នុងតំណែងមួយដែលអាចត្រឡប់មកវិញឬក៏មានមនុស្សដែលចង់ត្រឡប់មកវិញក៏ថាបានឬក៏អាចថាស្នេហាថ្មីនេះជាស្នេហាមួយដែលរឹងមាំជាងស្នេហាចាស់ណារឹងមាំជាងអ្វីដែលអ្នកទាំងអស់គ្នាធ្លាប់បានជួបហើយជាស្នេហាមួយដែលអាចថាអ្នកទាំងអស់គ្នាមិនអាចរំលងបានទោះអ្នកទាំងអស់គ្នាមួយចំនួនធ្លាប់ជួបស្នេហាប្រមាណដងក៏ដោយប៉ុន្តែស្នេហាលើកនេះវាអាចជាស្នេហាមួយដែលអ្នកទាំងអស់គ្នាមិនដែលទទួលអារម្មណ៍បែបហ្នឹងណាមានអារម្មណ៍ថាវាពាក់ព័ន្ធជាមួយនឹងស្នេហាវិជ្ជាជ្រៅវាអាចថាជារឿងដែលល្អព្រោះអីវាប្រៀបដូចជាអ្នកទាំងអស់គ្នាសម្រេចបាននៅគោលបំណងប្រាថ្នាពិសេសគឺការគិតវិជ្ជមានបើសិនមកអ្នកទាំងអស់គ្នាគិតវិជ្ជមាននឹងស្រុកគេនៅអ្វីវិជ្ជមានណាទាំងភាពស្រស់ស្រាំស្នេហាការងារណាអញ្ចឹងវាត្រូវបានមកដល់នៅក្នុងផ្លូវជីវិតរបស់អ្នកទាំងអស់គ្នាណាព្រោះអី Angel កំពុងតែរួមដំណើរជាមួយអ្នកទាំងអស់គ្នាដើម្បីទាញស្រូបទាញនៅអ្វីមួយដែលអ្នកទាំងអស់គ្នាប្រាថ្នានឹងឲ្យខ្លាចជាការពិតណាអា
នឹងវាអាចថាដល់ពេលវេលាមួយដែលចក្រវាលផ្ដល់ឲ្យអ្នកទាំងគ្នានៅអ្វីដែលអ្នកចង់បានណាវាអាចថាអ្នកខ្លះអាចជាស្នេហាថ្មីដូចខ្ញុំនិយាយទៅអ្នកកាតដែលអាចឈានដល់ផ្លូវថ្មីណារួមដំណើរស្នេហាពាក់ព័ន្ធជាមួយស្នេហាមួយដូចជាក្មេងខ្ចីដែលលូតលាស់ប្រសើរជាងការពីម្សិលមិញធម្មតាមិនថាមនុស្សមិនថារុក្ខជាតិនៅពេលដែលខ្ចីគឺវាស្រោចទឹកទៅគឺវាដុះលូតលាស់លឿនជាងអាចាស់ត្រូវទេហ្នឹងហើយគឺវាបែបហ្នឹងឯងអ្នកទាំងអស់គ្នានៅតែមានស្នេហ៍មានមនុស្សស្រីណាឬក៏អ្នកខ្លះអាចថាមានមនុស្សតាមឈ្នានីសហ្នឹងនៅតែមានណាជាមនុស្សដែលព្យាយាមចាប់យកនៅអ្វីមួយពីអ្នកទាំងអស់គ្នាគឺគេកំពុងតែសម្លឹងមកដល់ក្តីឈឺចាប់ដល់ក្តីឈ្នានីសចំពោះអ្នកទាំងអស់គ្នាដែលខ្ញុំប្រាប់ថាឲ្យប្រុងប្រយ័ត្នហ្នឹងមនុស្សម្នាក់ហ្នឹងដូចជាមានអារម្មណ៍ថាចង់អាឃាតចង់គំនុំខ្លាំងមែនតើណាគេមិនចង់ឃើញអ្នកទាំងអស់គ្នាហ្នឹងរីករាយទេគេមិនចង់ឃើញអ្នកទាំងអស់គ្នាហ្នឹងមានសុភមង្គលជាងគេទេណាហើយអ្វីដែលសំខាន់ខ្ញុំឃើញនៅក្នុងនេះអ្នកមួយចំនួនភាគច្រើនអាចថាស្នេហាដែលធ្លាប់ជួបឬក៏មនុស្សដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់នៅក្នុងអតីតកាលធ្លាប់តាក់ទងនៅក្នុងអតីតកាលមិនថាតិចក្តីឬតិចឬច្រើនទេជាមនុស្សម្នាក់ដែលចង់ចូលមកបំពេញនៅអត្ថន័យនៃជីវិតឲ្យអ្នកទាំងអស់គ្នាទៅវិញទៅមកវាប្រៀបដូចជាស្នេហាដែលឬក៏គូជីវិតដ៏យូរអង្វែងសម្រាប់អ្នកទាំងអស់គ្នាព្រោះអីក្នុងនេះវាប្រៀបដូចជាមាន playful គេចង់ណាត់អ្នកទាំងអស់គ្នាណាក្នុងពេលដែលអ្នកមួយចំនួនកំពុងតែឃើញវីដេអូនេះបានថាមនុស្សម្នាក់ហ្នឹងកំពុងតែចង់ណាត់ណាជាពេលវេលាមួយដែលគេចង់ណាត់អ្នកទាំងអស់គ្នាទៅចេញក្រៅណាដើម្បីអីគេមានកម្រងចង់ណាត់គេមានកម្រងចង់ជួបគេរងចាំអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងណាវាប្រៀបដូចជាមនុស្សម្នាក់ដែលតែងតែតន្ទឹងចាំមើលផ្លូវអ្នកទាំងអស់គ្នាដូចឆ្ងាយឯងណាអញ្ចឹងវាអាចថានៅពេលនេះអ្នកមួយចំនួនដែលប្រាថ្នាចង់បានទាំងភាពស្រាប់ស្ដំទាំងស្នេហាទាំងរឿងរ៉ាវល្អៗវាប្រៀបដូចតែខ្ញុំនិយាយមុននេះចក្រវាលកំពុងតែវិលជុំវិញរបស់អ្នកទាំងអស់គ្នាខ្លួនអ្នកទាំងអស់គ្នាដើម្បីស្រូបទាញនៅអ្វីមួយតាមរយៈការគិតរបស់អ្នកទាំងអស់គ្នាគឺគិតវិជ្ជមានគិតល្អធ្វើល្អណាកុំភ្លេចគិតល្អហើយត្រូវធ្វើល្អផងណាគិតល្អធ្វើល្អនិយាយល្អគឺជាប្រភពនៃការតាក់ទាញនៅរឿងរ៉ាវល្អៗចូលមកក្នុងជីវិតណាវ៉ាវអ្នកទាំងអស់គ្នាអាចថាអ្នកទាំងអស់គ្នាមួយចំនួនគឺជាមនុស្សម្នាក់ដែលជឿលើស្នេហាជឿលើអបិយជំនឿជឿលើការពិតជឿលើនិស្ស័យណានិស្ស័យនាំឲ្យអ្នកទាំងអស់គ្នានាំបណ្ដានាំស្នេហាមកឲ្យជួបអ្នកទាំងអស់គ្នាជាស្នេហាមួយដែលមានអារម្មណ៍ថា surprise ខ្លាំងមែនតើហើយជាស្នេហាដែលអាចផ្លាស់ប្ដូរអ្នកទាំងអស់គ្នាផ្លាស់ប្ដូរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យប្លែកឲ្យថ្មីព្រោះអីអ្នកមួយចំនួនដូចជាធ្លាប់បាននៅក្នុងនេះគឺដូចជាខ្ញុំនិយាយអញ្ចឹងគឺអ្នកមួយចំនួនគឺតែងតែធ្លាប់បានឆ្លងកាត់នៅរឿងរ៉ាវអតីតកាលមួយចំនួនប៉ុន្តែវាបានចប់ហើយណាអាចថាដល់ពេលវេលាដែលចក្រវាលនាំយកអ្វីមួយដែលថ្មីណាចាប់ដើមលូតលាស់ចាប់ដើមផ្លាស់ប្ដូរចាប់ដើមប្រែកាយប្រែផ្លាស់ប្ដូរពីអ្វីមួយណាព្រោះនៅក្នុងនេះវាបញ្ជាក់ពីការកកើតឡើងវិញការរស់ឡើងវិញអាចថាជាស្នេហាដែលចាប់កំណើតឡើងវិញណាសួរថាអ្នកទាំងអស់គ្នានឹងបានទទួលស្នេហាអត់ yes ដោយសារនៅក្នុងនេះវាមានការណាត់ជួបវាមានការផ្ដល់ឲ្យពីចក្រវាលទាំងសំណាងទាំងភាពស្រស់ស្រាំទាំងស្នេហាណាព្រោះខ្ញុំមើលមានកាតទី1និងកាតទីនេះកាតនេះវាមាន twin flame វាមានមនុស្សដែរនៅក្នុងនេះគឺមានទាំងយិនយ៉ាងមានទាំងចិត្តខាងក្នុងរបស់អ្នកទាំងអស់គ្នាហើយនឹងក្រៅរបស់អ្នកទាំងអស់ពិសេសគឺការវិលត្រឡប់របស់មនុស្សក្នុងអតីតកាលការរស់ឡើងវិញរបស់អ្នកទាំងអស់គ្នាការចាប់បាននៅអ្វីដែលជាប្រភពញៀនថ្មីណាហើយអ្នកទាំងអស់គ្នាកុំសូវជឿពេកអារឿងអ្វីមួយដែលមិនមែនជាការពិតណាខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាជឿអ្វីក៏ដោយគឺជឿដោយការពិចារណាជឿដោយការមើលឃើញនឹងផ្នែកជឿការដោយជឿទៅលើការគិតរបស់ខ្លួនឯងសិក្សាណាសូម្បីតែខ្ញុំមើលកាតនេះក៏ខ្ញុំមិនទាមទារឲ្យអ្នកណាជឿដែរព្រោះខ្ញុំមើលតាមតែអ្វីដែលកាតបកស្រាយមកហើយអារម្មណ៍របស់ខ្ញុំចាប់បានមិនមែនខ្ញុំមានវេទមន្តអីទៅដាក់ទៅអូសទាញអីឲ្យអ្នកទាំងអស់គ្នាទេព្រោះអីវាជានិស្ស័យណាអ្វីដែលអាចបណ្ដាលឲ្យអ្នកទាំងអស់គ្នាឃើញវីដេអូនេះហើយសូមឲ្យអ្នកទាំងអស់គ្នាជឿអ្វីក៏ដោយកុំជឿទៅដោយលះបង់គ្រប់បែបយ៉ាងដើម្បីនរណាម្នាក់វាមិនមែនជាជំនឿដែលត្រឹមត្រូវទេណាដូចខ្ញុំនេះខ្ញុំអត់ចង់បានអ្វីពីនរណាម្នាក់ទេណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសុខសប្បាយមានចិត្តរឹងមាំ
មានការរស់នៅល្អជាងការពីម្សិលមិញមានជីវិតដែលប្រសើរណាទើបខ្ញុំចេញមកអានការនេះគឺដើម្បីលើកទឹកចិត្តដល់មនុស្សដែលកំពុងតែបាក់ទឹកចិត្តអីចឹងណាឲ្យជឿជាក់លើខ្លួនឯងរៀនទទួលយកការពិតហើយបន្តដំណើរទៅមុខណាព្រោះឯនៅក្នុងនេះក៏ទាមទារឲ្យអ្នកនរគ្នាមើលដូចគ្នាណារៀនស្វែងយល់ណារៀនមើលស្វែងយល់ពីសង្គមពីមនុស្សជុំវិញស្ថានភាពជុំវិញណាហើយសម្រាប់ខ្ញុំគឺតែងតែរំពឹងថាបងប្អូននឹងជួបអ្វីដែលល្អៗណាហើយនៅក្នុងនេះអ្នកនរគ្នាមួយចំនួនអាចនឹងជួបណាអ្វីដែលខ្ញុំតែងតែនិយាយគឺថាមួយចំនួនខ្ញុំអត់បានម៉ៃ 100% ទេព្រោះឯងខ្ញុំបានប្រាប់ហើយការមើលកាត់គ្រប់វិនាទីតែងតែមានការផ្លាស់ប្ដូរគ្រប់វិនាទីគឺអាស្រ័យលើទង្វើរបស់យើងម្នាក់ៗណាបើទង្វើរបស់យើងមិនធ្វើអ្វីមួយទេក៏វាអាចកែប្រែវាសនារបស់យើងឬក៏កែប្រែស្លឹកបៀននេះបានដែរស្លឹកកាត់នេះដែរណាអញ្ចឹងមកខ្ញុំថាគ្រប់វិនាទីការមើលកាត់តែងតែប្រែប្រួលគឺដោយសារបែបហ្នឹងណាអញ្ចឹងអ្នកមួយចំនួនអាចនឹងទទួលបាន conditional love unconditional love ណាប៉ុន្តែអ្នកអស់ហ្នឹងត្រូវចេះស្រឡាញ់ខ្លួនឯងត្រូវចេះរីករាយនឹងខ្លួនឯងព្រោះអីរឿងរ៉ាវមួយចំនួនគឺវាអាស្រ័យលើអ្នកទាំងអស់គ្នាខ្លួនឯងណាអញ្ចឹងហើយថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងជួបមនុស្សដែលស្រឡាញ់អ្នកទាំងអស់គ្នាពិតប្រាកដណាជាស្នេហាដែលអាចផ្ដល់ឲ្យគ្នាទៅវិញទៅមកបានជាស្នេហាដែលដូចថាសមបំណងហើយមិញនេះក៏ខ្ញុំបានឃើញដែរមិនមែនត្រឹមតែ2 22 3 23អីទេ3 33ទេគឺ11 22បានថាជាពេលវេលាដែលស្នុកស្ដាំដែលជួបរឿងរ៉ាវល្អៗនឹងចាប់ផ្ដើមហើយជួបរឿងរ៉ាវដែលអស្ចារ្យទៀតផងណាព្រោះឯនៅក្នុងនេះវានៅក្នុងកាតនេះគឺពាក់ព័ន្ធជាមួយនឹងសារ angel ខ្លាំងច្រើនដោយសារគ្រប់វិនាទីគឺឃើញពាក់ព័ន្ធជាមួយនឹង angel number ហ្នឹងឯងណាវាបានបង្ហាញរួចហើយណាដូចខ្ញុំនិយាយថាតាំងពីខាងដើមម្ល៉េះហើយណារាល់ពេលដែលឃើញលេខបែបហ្នឹងគឺវាមានន័យថាអ្នកទាំងអស់ត្រូវចេះឯករាជ្យខ្លួនឯងត្រូវជឿជាក់លើខ្លួនឯងត្រូវមានលំនឹងលើផ្លូវចិត្តហើយអ្វីមួយថ្មីនឹងចាប់ផ្ដើមដូចខ្ញុំនិយាយអញ្ចឹងគឺឱកាសអ្នកខ្លះឱកាសស្នេហាថ្មីនឹងចាប់ផ្ដើមណាអ្នកទាំងអស់ត្រូវតែចាប់យកឱកាសហ្នឹងហើយរៀនគ្រប់គ្រងជីវិតរបស់ខ្លួនឯងដើម្បីបង្ហាញនូវការពិតមួយសម្រាប់ខ្លួនឯងដើម្បីធ្វើក្តីសម្បត្តិឲ្យខ្លាចជាការពិតពិសេសគឺគោលបំណងរបស់អ្នកនរគ្នាដែលកំពុងតែជំនះនៅខាងមុខហ្នឹងណាដោយសារ angel គឺតែងតែបានបង្ហាញលេខនីមួយៗហ្នឹងគឺរបៀបឲ្យអ្នកនរគ្នាហ្នឹងណាដោយរំលឹកអ្នកនរគ្នាអញ្ចឹងឲ្យបន្តធ្វើអ្វីដែលជារឿងត្រឹមត្រូវសម្រាប់ជីវិតខ្លួនឯងកុំគិតអវិជ្ជមានលើខ្លួនឯងចេះស្រឡាញ់ខ្លួនឯងណាព្រោះរាល់គ្រប់យ៉ាងដែលអ្នកនរគ្នានឹងទទួលបានគឺជារឿងដែលនឹកស្មានមិនដល់បើសិនមកអ្នកនរគ្នាបន្តធ្វើណាវាជានិមិត្តសញ្ញាដែលអាចថាអ្នកនរគ្នានៅលើផ្លូវដ៏ត្រឹមត្រូវអ្នកនរគ្នាកំពុងតែទទួលបានការគ្រប់គ្រងពីចក្រវាលឬក៏ការលើកទឹកចិត្តពីមនុស្សជុំវិញពិសេសថាមពលដ៏អស្ចារ្យពីចក្រវាលណាអញ្ចឹងគួរតែស្វែងរកអ្វីមួយដែលរីករាយណាស្វែងរកគោលដៅរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ថាអ្វីដែលយើងចូលចិត្តណាវ៉ាវអ្នកនរគ្នាមកកាត់ស្រុកស្ដាំពាក់ព័ន្ធជាមួយនឹងនេះគឺនៅតែការនេះពាក់ព័ន្ធឲ្យអ្នកនរគ្នាហ្នឹងណារក្សាការគិតវិជ្ជមានដើម្បីស្រូបទាញនៅទ្រព្យសម្បត្តិស្រូបទាញនៅរឿងដែលល្អៗណាអញ្ចឹងដើម្បីស្រូបទាញបាននៅរឿងរ៉ាវដែលល្អៗទាំងអស់ហ្នឹងគឺអ្នកនរគ្នាហ្នឹងណាត្រូវគិតវិជ្ជមានណាហើយនឹងធ្វើអ្វីមួយឲ្យប្រកបជាក់លាក់នៅអ្វីដែលខ្លួនឯងចង់បានណាហើយរីករាយទទួលយកនៅពរទាំងអស់ហ្នឹងដោយសារនៅក្នុងនេះដូចខ្ញុំនិយាយចឹងគឺខ្ញុំឃើញប្រហែលដងគឺវាពាក់ព័ន្ធជាមួយនឹងសារ angel ច្រើនណាហើយពិសេសគឺពាក់ព័ន្ធជាមួយ prosperity ពាក់ព័ន្ធជាមួយនឹងពរពីព្រះជាម្ចាស់ពីចក្រវាលច្រើនអាចថាអ្នកមួយចំនួនដែលនិយាយក្នុងការនេះដំបូងឡើយអ្នកខ្លះដូចជាអត់ដែលមានអារម្មណ៍ថានឹងទទួលបាននៅអ្វីមួយសមបំណងប៉ុន្តែលើកនេះដូចជានឹងទទួលបាននៅអ្វីមួយដែលខ្លួនឯងមិនដែលមានអារម្មណ៍ថាទទួលបែបហ្នឹងប៉ុន្តែរឿងដែលទទួលហ្នឹងគឺរឿងល្អខ្លាំងមែនទែននៅក្នុងនេះវាពាក់ព័ន្ធជាមួយទាំង happiness ណា expand happiness joy ណា playful ពាក់ព័ន្ធជាមួយនឹងភាពរីករាយច្រើនមែនទែនរវាងអ្នកទាំងពីរបើសិនជាមនុស្សម្នាក់នឹងចូលមកក្នុងជីវិតគឺគេផ្ដល់អ្វីដែលជាក្តីប្រាថ្នាដែលគេចង់ឲ្យអ្នកទាំងអស់គ្នាព្រោះអីអាចថាជាមនុស្សម្នាក់ដែលលះបង់ដូចគ្នានៅក្នុងនេះរវាងអ្នកទាំងពីរហ្នឹងគឺលះបង់ដូចគ្នាហើយអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះគឺ full moon ណាអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាអាចគិតវិជ្ជមានគឺក្នុងថ្ងៃនេះទាញធម៌
ពលវិជ្ជមានបានច្រើនគឺល្អណាដោយសារជាធម្មពលមួយដែលអាចតាក់ទាញបានខ្លាំងនៅក្នុងថ្ងៃនេះគឺថ្ងៃ full moon ណាហើយនៅក្នុងនេះដែរក៏ដូចគ្នាដែរណាអ្នកមួយចំនួនដូចជាកំពុងតែបានតាក់ទាញខ្លាំងណាអ្នកខ្លះគេចង់ញ៉ាំញ៉ងចង់ណាត់អ្នកនរនេះជួបសិតតែដេតណាដេតណាត់ជួបទាំងអស់ណាហើយអ្វីដែលសំខាន់អ្នកនរនេះមុននេះខ្ញុំឃើញតែអ្នកមាននៅអ្នកចំណែនហ្នឹងក៏វាអាចនឹងមានជួនទី3ចាំឆ្នាំនេះដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរនេះប្រុងប្រយ័ត្នខ្លាំងណាស់ដែរមិនមែនថាឃើញកាតល្អហើយយើងចេះតែប្រហែលជាមួយមនុស្សដែលចំណែនឆ្នាំនេះយើងព្រោះនៅក្នុងនេះវាមានមនុស្សgirl with snake មនុស្សស្រីដែលមានពស់នៅលើកអញ្ចឹងអាចថាអ្នកមួយចំនួនកំពុងតែមានការចំណាយឈ្នានីសពីមនុស្សក្បែរខ្លួនក៏ថាបានជាមនុស្សដែលអាចធ្វើឲ្យអ្នកនរគ្នាបំផ្លាញអ្នកនរគ្នាបានណាហើយអ្វីដែលសំខាន់ណាអ្នកនរគ្នាមួយចំនួនអាចថានឹងដល់ពេលវេលាមួយដែលត្រូវភ្ជាប់ពាក្យឬក៏រៀបការណាព្រោះជាស្នេហាមួយដែល commitment everlasting love បានថាជាស្នេហាដែលបំពេញឲ្យគ្នាដូចខ្ញុំនិយាយអញ្ចឹងនេះស្នេហាដែលបំពេញឲ្យគ្នាអញ្ចឹងក្នុងកាតនេះគឺអ្នកមួយចំនួនដូចជាទទួលបានស្ទើរតែគ្រប់យ៉ាងតាក់ទាញទាំងទ្រព្យសម្បត្តិតាក់ទាញទាំងរឿងរ៉ាវល្អៗស្នេហាមនុស្សវិជ្ជមានចូលមកក្នុងជីវិតគឺវាពាក់ព័ន្ធជាមួយនឹងការផ្ដល់ពរអញ្ចឹងវាគួរតែជារឿងមួយដែលអស្ចារ្យបំផុតណានៅពេលដែលយើងម្នាក់ៗគិតវិជ្ជមាននោះវានឹងទាញស្រោបទាញគ្រប់យ៉ាងដែលល្អចូលមកក្នុងជីវិតណាខ្ញុំឃើញអ្នកនរគ្នានឹងមាន soulmate អ្នកដែលអាចចូលមកភ្ជាប់ពាក្យនេះគឺអាចថាជា soulmate របស់អ្នកនរគ្នាមួយចំនួនណាព្រោះអីរវាងអ្នកទាំងពីរគឺជា partnership នោះ agreement soul connection ណាវា commitment នោះវាសុទ្ធតែពាក់ព័ន្ធហើយអ្នកខ្លះអាចថាជាស្នេហាមួយជាមនុស្សដែលស្គាល់នៅក្នុងអតីតកាលឬក៏អ្នកដែលធ្លាប់មានចិត្តលើអ្នកនរគ្នាវិលមកវិញព្រោះនៅក្នុងនេះវាមាន soulmate soul connection ហើយ engagement ring ហើយនៅក្នុងនេះគាត់បានណាត់ជួបហ្នឹងវាមាន 3-4 កាតបាត់ហើយណាអញ្ចឹងអាចក្នុងរយៈពេលនេះអ្នកមួយចំនួនពេលដែលបានឃើញវីដេអូនេះមិនថាឃើញពេលណាវាអាចថាជាពេលវេលាមួយដែលអ្នកអស់ត្រូវដឹងលើសារពាក់ព័ន្ធជាមួយនឹងមនុស្សពិសេសគឺមនុស្សដែលនឹងចូលមកមនុស្សដែលមាននិស្ស័យមនុស្សដែលមានសម្ព័ន្ធចង់និយាយថាសម្ព័ន្ធភាពតាំងពីអតីតជាតិមកក៏ថាបានណាព្រោះនៅក្នុងនេះវាមាន soul connection soulmate វាជារឿងមួយដែលអ្នកទាំងអស់គ្នាត្រូវដឹងលើអាចថាមនុស្សម្នាក់នឹងតែងតែតាមក្រុមមើលអ្នកទាំងអស់គ្នាជានិច្ចអញ្ចឹងវ៉ាវអ្នកទាំងអស់គ្នាមនុស្សម្នាក់នឹងគឺស្ពីតដូចជា unconditional love កាតមកពីរដងអ្នកទាំងអស់គ្នាណាបានថាមនុស្សម្នាក់នឹងគឺជាមនុស្សម្នាក់ដែលផ្ដល់ឲ្យជាមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ខ្លាំងនិយាយរួមគឺ unconditional love in you ណាគេកំពុងតែនឹងផ្ដល់ឲ្យហើយអ្វីដែលសំខាន់គឺទទួលយកគេធ្លាក់ក្នុងអន្លងស្នេហ៍របស់អ្នកមួយចំនួនខ្លាំងមែនតើណាវាអាចថាជាពេលវេលាមួយដែលល្អបំផុតសម្រាប់ជីវិតដែលមនុស្សគ្រប់គ្នាថ្ងៃចង់បានណាអូខេអញ្ចឹងខ្ញុំអរអីយើងទាំងអស់គ្នាបើគិតថាត្រូវក៏ share ចែកម្លែកគិតខករំលងណាហើយអរគុណច្រើនអ្នកដែលតែងតែ support ខ្ញុំតាមរយៈ APA ជាការលើកទឹកចិត្តក្នុងការមើលកាតណាហើយខ្ញុំអត់មានការមើលកាតផ្ទាល់ខ្លួនទេបងប្អូនណាអរគុណច្រើនបាយបាយ see you